សួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះដែរភ្លៀងទាំងព្រឹកតាំងពីម៉ោង3ម៉ោង4ទៀបភ្លឺហើយនៅកឋានកងណលមានបញ្ហាប្រព័ន្ធភ្លើងទីទួយកន្លែងតង្ហើកន្លែងប្រព័ន្ធ EVAP អញ្ចឹងខ្ញុំមួយកងណលបានដឹកនាំកម្លាំងចុះទៅមើលផ្ទាល់បាទហ្នឹងហើយអញ្ចឹងកងណលគាត់បានមកឆែកនៅកន្លែងទូភ្លើងបាទអញ្ចឹងគាត់បានណែនាំកូនចៅគាត់តកតងការប្រើប្រព័ន្ធភ្លើងសម្រាប់បើកបិទតង្ហើដោយសារតែមេឃភ្លៀងអញ្ចឹងបងប្អូនវាមានការកាំងស្ទះខ្លះប្រព័ន្ធខ្លះវាកាំងអញ្ចឹងដល់យើងមកចុចមកអង្គើមកគោះវាអញ្ចឹងទៅបងប្អូនបាទនេះសកម្មភាពកងណលគាត់ចាប់ផ្ដើមដើរដោះពុយស៊ីបបាទដោះពុយស៊ីបហ្នឹងហើយអាចវាកតាច្រើនយ៉ាងអាចមកពីកាំងកុងតាក់ទ័រឬក៏ពុយស៊ីបអីចឹងទៅហើយអញ្ចឹងគាត់ដើរពិនិត្យមើលបាទហើយអាដុំកុងតាក់មិញក៏ពេលខ្លះក៏វាអាចលបោតដែរអញ្ចឹងគាត់ណែនាំកូនចៅឲ្យចេះមើលប្រព័ន្ធភ្លើងនឹងខ្លះស្រួលនៅពេលដែលយើងអត់នៅអញ្ចឹងគាត់អាចគ្រប់គ្រងខ្លួនឯងបានអញ្ចឹងគាត់អាចម្ចាស់ការលើខ្លួនឯងបានអញ្ចឹងកង្ហារទាំងអស់នេះគឺយើងត្រូវតែ set ប្រព័ន្ធអូតូប្រព័ន្ធបើកបិទគឺនៅលើប្រអប់ភ្លើងមិញហ្នឹងឯងបាទហើយឥឡូវនេះកងណុលបានដើរចូលមើលមករោងទៀតបាទអញ្ចឹងមុនយើងចូលរោងយើងទ្រលាប់យើងគឺត្រូវតែជ្រលក់ទឹកបាញ់ទឹកអកុលអញ្ចឹងបងប្អូនដើម្បីអនាម័យដើម្បីការពារការឆ្លងមេរោគបាទនេះសកម្មភាពរោង2ទៅតែដាក់ចំណីហើយអញ្ចឹងវាដដើមគ្នាស៊ីខ្លះហើយបាទស្រែកឲ្យញ៉ៃពេញហ្នឹងអញ្ចឹងឯងកងណុលកំពុងធ្វើបត់បង្ហាញដល់កូនចៅគាត់តកតងនឹងប្រព័ន្ធភ្លើងប្រព័ន្ធដង្ហើមដោយសាររោងនីមួយៗនៅកសិដ្ឋាននេះគឺសិតតែរោងបិទអញ្ចឹងកង្ហើមគឺសំខាន់សម្រាប់ការរស់នៅរបស់សត្វជ្រូកបងប្អូនបាទវីដេអូមានតែប៉ុណ្្នឹងបាទសូមអរគុណច្រើនបាយបាយ